ថ្ងៃនេះសម្បុកនិទានសូវជួនរឿងព្រេងនិទានថ្មីមួយដែលមានចំណងជើងថាភាពអត់ធ្មត់របស់សត្វដង្កូវនាងកាលពីព្រៃនាយនៅក្នុងព្រៃមួយដ៏ធំល្វឹងល្វើយដែលមានដើមមនដ៏ធំមួយដើមមានសត្វដង្កូវនាងតូចមួយឈ្មោះថាដង្កូវធីតាដង្កូវធីតាមានរូបរាងរាបស្មើនិងយឺតយ៉ាវនាងមិនដូចសត្វដង្កូវដទៃទៀតទេដែលហើរលឿនឬលោតលឿនឡើយការងារប្រចាំថ្ងៃរបស់នាងគឺស៊ីស្លឹកមនយឺតៗនិងដើររំកិលខ្លួនដោយភាពអត់ធ្មត់នាងតែងតែទទួលរងការសើចចំអកពីសត្វដទៃជាពិសេសសត្វកង្កែបប្រញាប់ឈ្មោះកង្កែបប្រញាប់កង្កែបប្រញាប់តែងតែនិយាយថាធីតាឯងរស់នៅតែស៊ីស្លឹកហើយដើរយឺតជីវិតរបស់ឯងគឺគ្មានការរីកចម្រើនឡើយទោះបីជាគេសើចចំអកក៏ដោយក៏ដង្កូវធីតាមិនបានអស់សង្ឃឹមឡើយនាងមានក្តីសុបិនដ៏ធំមួយនាងចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យคล้ายទៅជាអ្វីដែលមានប្រយោជន៍និងស្រស់ស្អាតថ្ងៃមួយដង្កូវធីតាបានសម្រេចចិត្តចាប់ផ្ដើមដំណើរការអភិវឌ្ឍខ្លួនឯងនាងបាននិយាយលាមិត្តភ័ក្តិហើយបានចាប់ផ្ដើមត្បាញសម្បុកដោយខ្លួនឯងនាងបានប្រើទឹកមាត់ដ៏មានតម្លៃរបស់នាងត្បាញសរសៃសូត្រល្អិតពួតជុំវិញខ្លួននាងដំណើរការនេះគឺយឺតណាស់និងទាមទារភាពអត់ធ្មត់ខ្ពស់បំផុតកង្កែបប្រញាប់បានឃើញនាងក៏និយាយចំអកថាធីតាឯងកំពុងតែបិទខ្លួនឯងពីពិភពខាងក្រៅហើយឯងគិតថាការលាក់ខ្លួនយឺតអាចធ្វើឲ្យឯងប្រែក្លាយទៅជាអ្វីដែលប្រសើរបានឬដង្កូវធីតាមិនបានតបតឡើយនាងគ្រាន់តែបន្តត្បាញដោយស្ងប់ស្ងាត់នាងបានរុំខ្លួនឯងក្នុងសម្បុកសូត្រពណ៌មាសដ៏កក់ក្ដៅមួយនាងបានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងភាពងងឹតនៃសម្បុកនេះជាការអត់ធ្មត់ដ៏ពិតប្រាកដការអត់ធ្មត់ក្នុងការទ្រាំទ្រនឹងភាពឯកោនិងការជឿជាក់លើដំណើរផ្លាស់ប្ដូររបស់ខ្លួនឯងនាងមិនបានប្រញាប់បំបែកសម្បុកសូត្រឬលោតចេញភ្លាមឡើយនៅពេលដែលសត្វដទៃកំពុងតែរត់ទៅរកចំណីភ្លាមដង្កូវធីតាកំពុងតែកសាងមូលដ្ឋានរឹងមាំសម្រាប់ជីវិតថ្មីរបស់នាងទីបញ្ចប់ក្រោយពីពេលវេលាដែលត្រឹមត្រូវឲ្យមានដង្កូវធីតាក៏ចាប់ផ្ដើមបំបែកសម្បុកសូត្ររបស់នាងមិនបានប្រើកម្លាំងកាយខ្លាំងទេតែនាងបានប្រើសារធាតុរវាលពិសេសដើម្បីធ្វើឲ្យសរសៃសូត្រទន់និងចេញមកដោយភាពទន់ភ្លន់បំផុតពេលនាងលួនចេញពីសម្បុកនាងមិនមែនជាដង្កូវនាងទៀតទេតែនាងបានប្រែក្លាយទៅជាមេអំបោសដ៏ស្រស់ស្អាតមួយដែលមានស្លាបពណ៌មាសនិងបៃតងភ្លឺចែងចាំងមេអំបោសធីតាបានហើរយ៉ាងងាយស្រួលទៅលើអាកាសកង្កែបប្រញាប់ភ្ញាក់ផ្អើលហើយបានលោតតាមតែមិនអាចតាមទាន់ឡើយមេអំបោសធីតាបានចុះមកលើដើមមននិងនិយាយទៅកាន់កង្កែបថាកង្កែបប្រញាប់ការផ្លាស់ប្ដូរដ៏ពិតប្រាកដគឺមិនត្រូវការល្បឿនលឿនទេតែត្រូវការភាពអត់ធ្មត់និងការតាំងចិត្តដ៏រឹងមាំក្នុងភាពឯកោមេអំបោសធីតាបានបន្តជួយធម្មជាតិដោយពាមលំអងផ្កាទៅកាន់កន្លែងផ្សេងចំណែកឯសម្បុកសូត្ររបស់នាងក៏ត្រូវបានមនុស្សរកឃើញហើយបានយកទៅត្បាញជាសម្លៀកបំពាក់ដ៏ល្អបំផុតដែលមានតម្លៃខ្ពស់បំផុតក្នុងនគររឿងរបស់ដង្កូវធីតាបានបង្រៀនថាអ្វីដែលមើលទៅយឺតយ៉ាវនិងមិនសំខាន់អាចលាក់បាំងភាពអស្ចារ្យដ៏ធំធេងដំណើរការអភិវឌ្ឍខ្លួនឯងគឺជាការផ្លាស់ប្ដូរដ៏ស្ងប់ស្ងាត់ដែលកើតចេញពីការអត់ធ្មត់ចំណុចសំខាន់នៃរឿងភាពអត់ធ្មត់របស់សត្វដង្កូវនាងគឺមានប្រមាណ4យ៉ាងដូចតទៅ 1. ការអភិវឌ្ឍខ្លួនឯងទាមទារភាពអត់ធ្មត់ការផ្លាស់ប្ដូរដ៏ធំនិងមានអត្ថន័យក្នុងជីវិតមិនមែនកើតឡើងដោយល្បឿនលឿនទេតែត្រូវឆ្លងកាត់ដំណើរស្ងប់ស្ងាត់យឺតនិងមានការតស៊ូដូចជាការនៅក្នុងសម្បុក 2. គុំបារម្ភពីការសើចចំអកគុំអនុម័តឲ្យសម្ដីរបស់អ្នកដទៃដែលមើលឃើញតែភាពយឺតយ៉ាវបច្ចុប្បន្នរបស់យើងធ្វើឲ្យយើងបោះបង់ក្តីសុបិននៃការផ្លាស់ប្ដូរនៅពេលអនាគត 3. គុណភាពកើតពីភាពស្ងប់ស្ងាត់ភាពអត់ធ្មត់ផ្ដល់ឱកាសឲ្យយើងកសាងមូលដ្ឋានដ៏រឹងមាំដែលជាតម្លៃអស់កលៈរបស់ជីវិតយើង